បាទអ្នកអរគ្នានេះគឺទិដ្ឋភាពពេលព្រឹកមែនណាទិដ្ឋភាពស្អាតមែនណាមើលជំរាបសួរបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូវគ្គ2នៃដំណើរកម្សាន្តឆ្ពោះទៅកាន់ខេត្តបាត់ដំបងសំឡូតពោធិ៍សាត់អូសោមចំនួន4យប់5ថ្ងៃហើយនៅក្នុងវគ្គទី2នេះដែរនឹងនាំអ្នកទាំងអស់គ្នាទៅមើលទិដ្ឋភាពស្អាតៗតាមតំបន់ភ្នំនិងសកម្មភាពផ្សេងៗនៃដំណើរកម្សាន្តថ្ងៃទី2នេះចឹងកុំឲ្យខាតពេលយូរតោះទៅទស្សនាវីដេអូនេះទាំងអស់គ្នានេះយើងហោះនៅពេលឡើងយើងហោះអ្នកមួយឡើងព្រាតអស់ហើយយកមានដ្រូនចង់ចងដាក់ GoPro ទៅលើដែរអូននេះអូយមកសុំពីក្បាច់ទៅអូនេះអូដែរនេះពងនេះទៅនេះអូអាចនេះយកទៅបានលុបមុខនេះលុបទេនេះអូលុបមុខនេះក្រៅដល់អត់ធ្វើអីទេគឺអូងឹតផ្សេងមើលទៅឆៃមកខាប់សេរីខ្ញុំអីគេពេលលាយអៃឡាតេអាមេរិកាណូអូស្ពេសូអូវ៉ាវអាហ្នឹងប្រហែលសតនេះក្រុមមកពីអ៊ីរ៉ុបនិយាយទៅទ្រីបនេះរៀងអែមដែរពួកអីមានអ្នកចេះធ្វើកាហ្វេហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់មិនចាញ់ក្នុងហាងប្រហែលទេហើយវាក៏អាចជួយសម្រួលក្នុងការចំណាយលើកាហ្វេបានខ្លះផងដែរតែយ៉ាងណាក៏នៅតែមិនអាចទប់ខ្ញុំជាប់ដែរត្រូវតែទៅរកក្រៅថែមទៀតក្នុងមួយថ្ងៃគឺ2កែវអីតែបើចេញទ្រីបចឹងទៀតគឺប្រហែលជាចូល3កែវអីពួកអីបើកម៉ូតូផងគឺបើកភ្នែកអត់រួចទេងុយដេកណាបាទឥឡូវយើងក៏មុនទៅមកមើលអ្នកមានស្នេហាគេថតរូបស្អីហ្នឹងគេមានគូថតរូបថតអីយើងអត់មានគូចាប់ហ្នឹងឥឡូវ single វិញឥឡូវអាមាញ់មានគូឥឡូវ single វិញមកលេខវាវិញនេះប៉ោះ2000នេះដាច់ណាស់នេះមកប៉ោះ2000នេះអរេមកគូនេះដាក់មកប៉ោះ5រៀលឡើងថ្លៃថតគូប៉ោះ5រៀលប៉ោះ2000ណាមកមកគូ2គូ3គូ4គូ5គូហើយក៏ឌីវមួយទៅដេកមុខអារម្មណ៍ដូចចាប់បាទឥឡូវពួកយើងកំពុងរៀបដំណើរចេញទៅទៀតហើយគឺទៅរកផឹកកាហ្វេសិនផឹកកាហ្វេហើយឡើងលើភ្នំថតរូបលេងហើយមកបន្តទៅអូសោមទេវាស្អាតដែរអ្នកនរគ្នាគឺទេវាទីព្រឹកស្អាតកោបកោបសេរីមកទេសភាពហើយយូរបានចេញមកព្រៃភ្នំមើលទេសភាពចឹងម្ដងគឺអែមស្រស់ស្រាយមែនទេបាទឥឡូវយើងដល់កន្លែងកាហ្វេគឺនៅមន់គោកាហ្វេបានជួបបងអាសៃដែរបានជួបនៅដំបងស្រីបងហើយគេខំខ្ញុំសុំហតកាពូជីណូមួយបងគឺលុយគេកាហ្វេមកដាក់កាហ្វេព្រឹកកាហ្វេមួយកែវលើដាក់មួយកែវទៀតកាហ្វេកែវទី2មិនគោកកាហ្វេចាក់កាហ្វេមួយបាត់ហើយជាតិមករបស់នាមឈៀលដែលយើងកំពុងឈប់ថតរូបកន្លែងនេះទៅទេសភាពស្អាតហ្នឹងកប់ទេសភាពស្អាតកប់សេរីហ្នឹងនេះកំពុងសំដែងនេះទៅនេះប៉ាញ់ស្អាតទេមើលសួរអ្នកអត់ទាន់បានមកស្អាតអត់អ្នកដេកផ្ទះមកស្អាតអត់កប់សេរីថតឲ្យអ្នកដេកផ្ទះមើលនេះទេសភាពស្អាតពុតហោបានមួយទឹកនៅក្រោមគេណាចង់មួយទឹកហើយមួយទឹកនៅក្រោមចេះអត់ខ្នងពងស្វីតគេមានគូគេថតស្វីត2នាក់លោកយើងអត់គូយើងថតមួយម៉ូតូដេកថតរូបនេះយើងអត់មានគូយើងថតមួយម៉ូតូនេះ
vậy là em mình thực hiện tây liên tam lùng cho áp áp liên phong cho áp phong ta đây nè đó thằng cao một tật mình cao rồi ta men tên chạy chạy nó phải cho khó tuyệt viên phẳng này tôi mua cao đây nè viên phẳng này nó sẽ trục liên dân này cái này tranh là nghe đấy nổ tập thì chỉ lên tập liên hóa chất lấy riêng cho lại nhạc bài dân nhạc bài vô còn làm mà tôi còn từ ô 6 lại bài cho bài chung thì dân ba lấy đá bóng bài hai cứ bài lóc lặng bài lóc lặng không khó lấy nhỉ triple bài lóc lặng triple bài nhỉ cắt chỉ đi trôi nhanh oh wow và lấy ta thì bài hai to ra từ một tiết từ từ ô 6 ไปเคยเตือนใช่ป่ะตั้งแต่ออชาปิดเลยติดเทียบชอบอัพกับเลยยังเก่าอีกบ้านลอยมาอย่างจังเนี่ยปัดเมาบิดบ้านนี่บาสอัดมันลังว่าติดเทียบสะอาดปิดlàอัดกระหะเลยว่ารูปเทียบปิดมันแมน AI ให้เด็กอะไรนี่นี่ผมชอบอัพเลยphùng màu ấy là được chưa chạy sớm chạy tha cái lái tên sẽ ra cho mình cua là chìm tô tại của mình đã đục trao mưa cái thiếp ấy chân phép mà tại giữa bắt mình cu cho áp mồi sát mình tên trời tha đấy nơi lơ than xua đây cái phong nó lơ than xua vậy không ra đó cho áp nó nhất chân ok lâu bây giờ đó là cái lạnh kề ấy nè tè trời tha té nè mùi pì mẹ bê tô cái này bê tô nọ mê này bê tô nó cái đi mùi pì bay buồn là buồn té nhom toàn đi lấy cây kiên không té nhom kiên toàn tay bao toàn lòng té cứ té mau lên chặt té hả xôm ở này hả đây mình ở bên chặt té thì cái chặt té mình chặt té không chặt té xong bỏ tăng mà nè ôi dục này nhiều chán xong mập té nhiều môi té nhiều bay xong sạ sài mày giúp á xong mày giúp nó nè xong nè ba kia này có chất đấy nè mà dục này cứ mà nè chai pram là bàn thai ở tê cái dính này hai thằng đấy ấy cha cái lôi kêu mày ồ mà này lại nhọc bỏ tăng lên đi អូខេអ្នកនរគ្នាអញ្ចឹងពួកយើងក៏បានមកដល់កន្លែងគេងហើយក៏នាំគ្នារៀបអីវ៉ាន់រៀបកន្លែងគេងរៀងៗខ្លួនខ្លះក៏គេងក្នុងបន្ទប់ខ្លះក៏គេងក្នុងតង់ដូចខ្ញុំអញ្ចឹងគឺតង់ស្មោះស្នេហ៍តែម្ដងឲ្យតែមានកន្លែងណាមានកន្លែងបោះតង់គឺដឹងតែយកតង់ទៅហើយនិយាយទៅគឺអត់ខ្វល់តែម្ដងខ្លួនមួយដើរលេងគឺស្រួលបន្ទាប់ពីហ្នឹងក៏នាំគ្នាទៅងុយទឹកឲ្យត្រជាក់ខ្លួនរួចក៏មកញ៉ាំបាយជុំគ្នាហើយម្ហូបក៏មានមិនច្រើនដែរគឺមានតែសាច់ក្រកហើយនឹងត្រីងៀតទេតែគិតទៅគឺឆ្ងាញ់មួយយ៉ាងដែរតែអធិស្ឋានផងដោយសារ
ន្លែងញ៉ាំបាយយើងងងឹតពេកចឹងខ្ញុំអត់បានថតអីបានច្រើនទេអរគុណសម្រាប់ការទស្សនាវីដេអូវគ្គ2នេះរៀងវែងបន្តិចហើយតែក៏អរគុណទាំងអស់គ្នាដែលបានទស្សនាពីដើមរហូតដល់ចប់អញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ